មេកុំមីនិងណូបារ៉ាបានកំចាត់វិញ្ញាណបណ្ដាសាបន្ទាប់មកស៊ូគូណាបានយកកម្រាមដៃរបស់ខ្លួនចេញពីរាងកាយវិញ្ញាណបណ្ដាសាគេក៏បានដឹងថាយូជីមិនអាចដណ្ដើមរាងកាយមកវិញទេដូច្នេះស៊ូគូណាក៏ញឹមនឹងនឹកឃើញផែនការមួយមិនយូរប៉ុន្មានស៊ូគូណាក៏ចេញមកខាងក្រៅរកមេកូមីគេក៏បានទាញយកបេះដូងរបស់យូជីនិងលេបបំរាមដៃទី3តាមពិតស៊ូគូណាអាចរស់រានមានជីវិតដោយគ្មានបេះដូងប្រសិនបើយូជីដណ្ដើមរាងកាយមកវិញនៅពេលនេះគឺមានតែផ្លូវស្លាប់ប៉ុណ្ណោះស៊ូគូណាចង់ប្រើវិធីនេះដើម្បីបង្ខំយូជីមិនឲ្យផ្លាស់ប្ដូរស្មារតីដើមមកវិញបានគេលែងមានការស្ទាក់ស្ទើរក៏វាប្រហារទៅលើមេកូមីដើម្បីទប់ទល់មេកូមីបានកោះហើយសັດសុំកទេបដើម្បីបង្ក្រាបស៊ូគូណានិងជួយយូជីប៉ុន្តែសមត្ថភាពរបស់ពួកគេទាំងពីរខុសគ្នាឆ្នៃណាស់គ្រាន់តែមួយប៉ព្រិចភ្នែកសត្វពូទេពក៏ត្រូវបានសម្លាប់មេកូមីក៏រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រានោះមេកូមីនឹកឃើញរឿងជាច្រើនរួមទាំងបងស្រីសមីគីគេក៏សូត្រមន្តអាគមបិទបាំងដោយស្ងាត់ស្ងៀមរាងកាយក៏បញ្ចេញអណ្ដាតភ្លើងដ៏ខ្លាំងក្លាថាមពលដ៏ខ្លាំងនេះថែមទាំងធ្វើឲ្យស៊ូគូណាចាប់អារម្មណ៍ផងដែរពេលនោះយូជីក៏បានដណ្ដើមសិទ្ធិគ្រប់គ្រងរាងកាយមកវិញដើម្បីការពារមេកូមីគេសុខចិត្តស្លាប់ដោយបាត់បង់បេះដូងដល់ពេលហើយអ្នកទាំងអស់គ្នាត្រូវរស់នៅឲ្យបានយូរណាស់យូជីក៏បានដួលស្លាប់នៅក្រោមដំណក់ទឹកភ្លៀងមិនដឹងស្លាប់ឬរស់ថ្ងៃបន្ទាប់មានក្រុមវិញ្ញាណបណ្ដាសាលេចឡើងក្នុងទីក្រុងតាមពិតវិញ្ញាណបណ្ដាសាកម្រិតពិសេសនៅមន្ទីរឃុំឃាំងគឺជាការរៀបចំរបស់ពួកគេគោលបំណងគឺដើម្បីសាកល្បងសមត្ថភាពរបស់ស៊ូគូណាព្រមទាំងមានអ្នកប្រើមន្តអាគមម្នាក់ឈ្មោះកេតូកំពុងរៀបចំផែនការឲ្យក្រុមបណ្ដាសាគេបាននិយាយថាប្រសិនបើក្រុមបណ្ដាសាចង់បំផ្លាញពិភពមនុស្សនោះដំបូងត្រូវតែធ្វើឲ្យអ្នកប្រើមន្តអាគមដែលខ្លាំងបំផុតគូជុំមិនអាចប្រយុទ្ធបាននឹងទាញយកស៊ូគូណាមកធ្វើជាជំនួយការដោយសារគោជូខ្លាំងពេកមានតែប្រើវត្ថុបណ្ដាសាកម្រិតពិសេសទើបអាចបិទបាំងគាត់បានប៉ុន្តែវិញ្ញាណបណ្ដាសាជូកូមានទំនុកចិត្តខ្លាំងណាស់ដោយប្រាប់ថាខ្លួននឹងទៅសម្លាប់គោជូស្របពេលនោះគោជូបានឃើញសពរបស់យូជីទីថាថ្នាក់ដឹកនាំពិភពមន្តអាគមចង់ប្រើប្រាស់ហេតុការណ៍នេះដើម្បីសម្លាប់យូជីប៉ុន្តែពេលស៊ូគូហៀបនឹងធ្វើការវះកាត់យូជីបែរជាកំពុងប្រឈមមុខជាមួយស៊ូគូណានៅក្នុងដែនកំណត់ទីនេះគឺជាដែនកំណត់របស់ស៊ូគូណាពួកគេទាំងពីរមិនទាន់ស្លាប់ទេស៊ូគូណាអាចឲ្យយូជីរស់ឡើងវិញបាននិងបានដាក់លក្ខខណ្ឌ2ជាមួយយូជីទី1ទៅថ្ងៃមុខប្រសិនបើស៊ូគូណានិយាយពាក្យសន្យាគេអាចគ្រប់គ្រងរាងកាយយូជីរយៈពេល1នាទីទី2យូជីត្រូវតែបំភ្លេចការសន្យានេះប៉ុន្តែដោយសារយូជីបារម្ភថាស៊ូគូណានឹងគ្រប់គ្រងរាងកាយដើម្បីសម្លាប់មនុស្សស៊ូគូណាក៏យល់ព្រមប្រើពាក្យសច្ចាដើម្បីចង់ខ្លួនឯងក្នុងរយៈពេល1នាទីនេះគេនឹងមិនសម្លាប់ឬធ្វើឲ្យនរណាម្នាក់រងរបួសឡើយចុងក្រោយយូជីនិងស៊ូគូណាក៏បានចុះកិច្ចសន្យាជាមួយគ្នាពេលនេះនៅក្នុងបន្ទប់ដាក់សពគូជូបានបង្ហាត់ថាគាត់មិនយល់ស្របនឹងគំនិតរបស់ថ្នាក់ដឹកនាំពិភពមន្តអាគមទេហើយគាត់ក៏មិនចង់ប្រើកម្លាំងបាយសម្រាប់ក្រុមអភិរក្សដែលរឹងរូសទាំងនោះដែរដូច្នេះគាត់ទើបជ្រើសរើសធ្វើជាគ្រូបង្រៀនដើម្បីបន្តនូវគុណវិជ្ជារបស់គាត់ចំណែកសិស្សរបស់គាត់វិញសិស្សឆ្នាំ2 BHកាវីនិងសិស្សឆ្នាំទី2យូតាសុទ្ធតែមានសង្ឃឹមតាមទាន់សមត្ថភាពរបស់គូជូដើមឡើយយូជីក៏ជាសិស្សបែបនេះដែរពេលនោះយូជីបានរស់ឡើងវិញនិងបានអង្គុយឡើងបន្ទាប់ពីឆ្លងកាត់រឿងនេះអ្នកទាំងអស់គ្នាក៏បានស្ងប់ចិត្តវិញនៅកន្លែងមួយទៀតមេកូមីនិងណូបារ៉ាបានជួបសិស្សច្បងឆ្នាំទី2រួមមានម៉ាគីអ៊ីណូម៉ាគីនិងផេនដាមានម្នាក់ទៀតគឺយូតាបច្ចុប្បន្នកំពុងនៅបរទេសពេលនេះសាលាមន្តអាគមតូក្យូនឹងប្រកួតជាមួយសាលាមួយទៀតធ្វើការប្រកួតប្រជែងគ្នាដៃគូប្រកួតគឺសាលាជាន់ខ្ពស់បណ្ដុះបណ្ដាលមន្តអាគមក្យូតូហៅកាត់ថាសាលាមន្តអាគមក្យូតូការប្រកួតនេះតាមពិតគឺជាការប្រកួតកីឡាបន្ទាប់ពីនោះសិស្សទាំងអស់ក៏បានខិតខំហ្វឹកហាត់ត្រៀមប្រកួតស្របពេលនោះយូជីស្ថិតក្រោមការបង្រៀនរបស់គូជូរៀនពីចំណេះដឹងមន្តអាគមរួមមានធម្មពលមន្តអាគមនិងបច្ចេកទេសនិយាយឲ្យនេះស្ដាប់ទៅធម្មពលមន្តអាគមគឺដូចជាក្រាបច្ចេកទេសមន្តអាគមគឺដូចជានាងជុបស៊ូជាធម្មតា 80% នៃបច្ចេកទេសគឺមានតាំងពីកំណើតប៉ុន្តែយូជីគ្មានទេពកោសល្យនេះទេអាចត្រឹមតែរងចាំឲ្យបច្ចេកទេសរបស់ស៊ូគូណាភ្ញាក់រលឹកបច្ចុប្បន្នគេត្រូវរៀនពីក្បាច់គុនសិនដើម្បីប្រយុទ្ធដោយកម្លាំងកាយបន្ទាប់មកគូជូក៏ប្រើវិធីមើលគុនដើម្បីហ្វឹកហាត់ធម្មពលយូជីក្រោយមកគាត់ក៏បានចាក់ចេញមួយរយៈនិងឲ្យតៃកុងឡានដាក់គាត់ចុះនៅកន្លែងស្ងាត់ពេលនោះវិញ្ញាណបណ្ដាសាកម្រិតពិសេសជូកូបានមកវាយប្រហារសមត្ថភាពរបស់វាគួរឲ្យភ្ញាក់ផ្អើលណាស់មិនត្រឹមតែអាចវាយប្រហារដោយភ្លើងថែមទាំងអាចប្រើសត្វល្អិតភ្លើងឡោមព័ទ្ធបំផ្ទុះគោជូទៀតផង
សិល្បៈនៃការបំផ្ទុះដ៏ខ្លាំងក្លាធ្វើឲ្យឌីតារ៉ាលួចសរសើរយ៉ាងស្ងៀមស្ងាត់ប៉ុន្តែគូជូអាចគេចផុតពីសត្វល្អិតភ្លើងយ៉ាងងាយពេលឃើញដូច្នេះជូគូក៏បញ្ចេញក្បាច់វាជាបន្តបន្ទាប់គូជូក៏ទៅភ្លើងឆេភ្លៀងស្ថិតនៅក្នុងចំណោមផ្សែងធូលី